បាទជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តដែលកំពុងតាមដានទស្សនាការផ្សាយផ្ទាល់បាទកម្មវិធីរបស់យើងថ្ងៃនេះគឺយើងចង់និយាយអំពីពាក់ព័ន្ធជាមួយនឹងដំណាំកៅស៊ូដែលកំពុងតែប្រឈមនឹងបញ្ហាជាច្រើនដែលកើតមានទៅលើចំការកៅស៊ូផ្ទាល់តែម្ដងបញ្ហាទាំងអស់ដែលបងប្អូនប្រជាកសិករតែងតែជួបហើយខ្ញុំបាទថ្ងៃនេះគឺលើកជាប្រធានបទដើម្បីជាដំណោះស្រាយជូនដល់ពុកម៉ែបងប្អូនដែលតែងតែជួបប្រទះហើយពាក់ព័ន្ធជាមួយនឹងបញ្ហាទាំងអស់នោះរួមមានដូចជាបាទបញ្ហាដូចជាបាទស្ងួតមុខជាបាទបញ្ហាបាទទឹកជាប់ធ្លាក់ចុះបាទបញ្ហាប្រេះសបកក៏ដូចជាបញ្ហាបាទមួយចំនួនទៀតហ្នឹងគឺធ្វើឲ្យបាក់កៅស៊ូរបស់គាត់ហ្នឹងគឺកាត់នៅពេលវេលាក្នុងការបាទឲ្យទិន្នផលតែម្ដងដូចជាការសម្រាកដើមជាដើមហើយបញ្ហាទាំងអស់នេះគឺត្រូវបានជួបប្រទះបាទទៅលើបងប្អូនម្ចាស់ចម្ការជាច្រើនដែលកំពុងតែដាំដុះហើយកំពុងតែប្រមូលផលតែម្ដងហើយថ្ងៃនេះក៏យើងមានការអញ្ជើញចូលរួមពីបាទលោកយុនសុផាប្រធាននាយកផ្នែកបច្ចេកទេសនៃក្រុមហ៊ុនយុនកសិកម្មដើម្បីចូលរួមនៅក្នុងកម្មវិធីថ្ងៃនេះផងដែរចង់ដឹងថាតើបញ្ហាទាំងអស់នេះយើងគួរតែដោះស្រាយយ៉ាងដូចម្ដេចនោះនាំមកពុកម៉ែបងប្អូនទៅជួបជាមួយនឹងគ្រូតែម្ដងបាទជំរាបសួរគ្រូបាទជំរាបសួរសុខសប្បាយទេលោកគ្រូសុខសប្បាយទេលោកបាទអរគុណថ្ងៃនេះយើងប្លែកបាទជួបធ្លាប់តែក្នុងកម្មវិធីទីកសិកម្មបាទដល់ឡែកថ្ងៃនេះយើងកម្មវិធីបែបជជែកតែម្ដងដោយសារតែខ្ញុំគិតថាកម្មវិធីនេះវាជាកម្មវិធីដោះស្រាយចំគោលដៅមួយសម្រាប់បងប្អូនដែលជួបបញ្ហាតែម្ដងអញ្ចឹងយើងសង្ឃឹមថាយើងនឹងជួបគ្នាឲ្យកាន់តែញឹកញាប់សម្រាប់បងប្អូនដែលកំពុងតែជួបបញ្ហាដោយការលើកឡើងពីខាងដើមក៏ដូចជាប្រធានបទដែលខ្ញុំបានលើកឡើងជាបញ្ហាដូចជាបញ្ហាកស៊ូបាត់ទិន្នផលទឹកជ័របាទដេសេធ្លាក់ចុះក៏ដូចជាបញ្ហាស្ងួតសបកបាទស្ងួតមុខបាទប្រេះហៀជ័រផ្ទុះជ័រតាមដើមបាទក៏ដូចជាបញ្ហាដែលធ្វើឲ្យគាត់ហ្នឹងខាតពេលវេលាក្នុងការបាទប្រមូលនៅទិន្នផលកស៊ូរបស់គាត់បាទតើបញ្ហាទាំងអស់នេះវាបង្កឡើងអំពីបញ្ហាអ្វីហើយកត្តាអ្វីដែលយើងអាចក្នុងការទប់ស្កាត់វាបានលោកគ្រូអរគុណហើយក៏សូមបាទជំរាបសួរទៅដល់ពុកម៉ែបងប្អូនម្ចាស់ចការកស៊ូទាំងអស់បាទគឺជាដំណាំមួយដែលយើងអាចនិយាយបានថាផ្ដល់ទិន្នផលនិងជួយសេដ្ឋកិច្ចគ្រួសារបានច្រើនពីព្រោះយើងកស៊ូអាចខុសធៀបជាមួយនឹងដំណាំឈើហូបផ្លែផ្សេងមួយឆ្នាំឲ្យផលតែម្ដងឯងចាយើងធ្វើថែទាំចឹងទៅយកត្រួយយកផ្កាយកអីមកចុងក្រោយមកប្រមូលផលតែចំណែកកស៊ូនេះបើយើងនិយាយអំពីការឲ្យផលវិញនៅពេលដែលកស៊ូចាប់ផ្ដើមផ្ដល់ទិន្នផលហ្នឹងគឺ10 ខែ10 ខែបាទ10 ខែសឹងអាចនិយាយថា10 ខែហ្នឹងគឺឲ្យប្រចាំថ្ងៃបាទយើងនិយាយថាមកវេនជាហ្នឹងគឺប្រចាំថ្ងៃតែម្ដងអញ្ចឹងកស៊ូទៅការកម្លាំងធម៌ពលខ្លាំងដើម្បីផលិតនៅទឹកជ័រក៏ដូចជាការផ្ដល់ជ័រឲ្យអញ្ចឹងថ្ងៃនេះបើនិយាយអំពីបញ្ហាតាក់ទងទៅនឹងការកាំងជ័រដោយលោកបរិយលើកឡើងមិញនេះបាទគឺជាចំណុចស្នូលព្រោះតែការពារតែកាំងជ័រមកតែក៏ថយទិន្នផលឬក៏ដោយសារការប្រែសបកហៀជ័រកឌៀឡើងដើមឬក៏ស្អីទាំងអស់ហ្នឹងគឺវាធ្វើឲ្យអាបាត់បង់ទឹកជ័រទាំងឯងបាទប៉ុន្តែចំណុចទាំងអស់នេះវាយើងកតាបញ្ហានៃស្រុកខ្មែរយើងតែម្ដងវាច្រើនបាទច្រើនមិនថាការជាបាទបច្ចេកទេសជាឬក៏ការបើកមុខជាបាទបងប្អូនយើងភាគច្រើនគឺគាត់គេហៅថាខ្វះចំណេះដឹងបាទពេលខ្លះក៏បើកមុខខាងនេះទៅគ្រាន់តែខាងនឹងអត់សូវចេញជាប់ដូរទៅខាងនេះវិញជួនកាលជាតែពីមុខឬក៏តែមួយឆ្នាំហ្នឹងគឺផ្ដាច់គេហៅដូចផ្ដាច់ដើមកស៊ូចោលមកសងខាងបាត់ហើយតាមពិតគេត្រូវជាពីមួយខាងដែរឲ្យអស់ដូចថា4 ឆ្នាំ6 ឆ្នាំអញ្ចឹងណាហើយបានគេមកបើកមួយខាងទៀតអាខាងនេះសះបាត់ហើយប៉ុន្តែយើងពេលខ្លះវាទៅជាគ្រាន់តែបើកតែមួយខាងមកហើយខាងឃើញតែរៀងស្ទើរជ័រមកដាក់ខាងនេះអ្នកខ្លះអត់គិតអញ្ចឹងទេទៅរកកន្លែងណាដែលគុលវាធំបាទគុលធំគាត់ថាជ័រច្រើនខាងក្រោមអញ្ចឹងទៅកម្ពស់បានតែ3 ទឹក 5 ទឹកពីគុលគាត់ជាយកបាទតាមពិតទៅបច្ចេកទេសជាវាអាចនិយាយ1 ម៉ែត្រ 2 ទៅ 1 ម៉ែត្រ 5បាទបើកមុខដេញចុះមកអញ្ចឹងណាអាហ្នឹងក៏ជាតេតទៅនឹងការបាត់បង់ទិន្នផលដែរអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺការរំញោចបាទការរំញោចអីហ្នឹងគឺវាពាក់ព័ន្ធទៅនឹងគេហៅថាពូជរបស់កស៊ូដែលយើងអត់សូវដឹងតែពីយកថាអូឃើញគេរំញោចមួយខែម្ដងឬក៏ស្មើនឹង10 ខែស្មើ10 ដងមែនទេអញ្ចឹងអ្នកខ្លះក៏គាត់រំញោចអត់ដល់មួយខែម្ដងទេតែ27 ថ្ងៃអញ្ចឹងវាទៅយើងរំញោចក្នុងមួយឆ្នាំហ្នឹងវាទៅជា15 ដងឬក៏20 ដងឯណោះប៉ុន្តែផ្ទុយមកវិញសួរថាយើងត្រូវការរំញោចបែបអញ្ចឹងណាបាទការពិតទៅគឺវាមានពូជរបស់វាបាទដូចពូជគេហៅថា PB 260អីចឹងខ្ញុំលើកអាហ្នឹងអញ្ចឹងអា PB 260នេះវាត្រូវការរំញោចក្នុងមួយឆ្នាំតែ4 ដងអីទេតែ4 ដងបាទដល់យើងលើករំញោចលើរហូតដល់6 ដង 8 ដងឬក៏10 ដង
វាធ្វើឲ្យបាត់បង់ទិន្នផលខ្លួនវាហ្មង អូតូ មិនមែនរំញួយនឹងកើនផលទេវាទៅរំញួយនឹងវាបាត់ផលទៅវិញបាទអញ្ចឹងអានេះគឺចង់គ្រាន់តែលើកខ្លះចង់ឲ្យថាបាត់ផលហ្នឹងវាបាត់មកពីអីអញ្ចឹងអានេះគឺជាចំណុចដែលប្រជាកសិករដាំកស៊ូយើងត្រូវយល់ដឹងបាទប៉ុន្តែថ្ងៃនេះគឺខ្ញុំសូមលើកយកពីរចំណុចសំខាន់បាទក្រៅពីលោកបរិយលើកឡើងឬក៏ខ្ញុំលើកឡើងពីខាងដើមនេះយើងមានពីរចំណុចសំខាន់គឺចំណុចទី1បាទពុកម៉ែបងប្អូនត្រូវចេះបង្កើនជីក្នុងចំការជីក្នុងចំការបាទអញ្ចឹងយើងដឹងហើយថារុក្ខជាតិមួយដែលយើងដាំដុះលើចំការរយៈពេលរហូតទៅដល់10 20ឆ្នាំអញ្ចឹងសួរថាវារស់រានមានជីវិតនៅលើចំការរបស់យើងហ្នឹងដោយសារអីបាទនេះគឺចំណុចសំខាន់ពេលខ្លះពុកម៉ែបងប្អូនយើងគាត់អត់បានយល់អាកន្លែងហ្នឹងថាវាត្រូវការ CG នៅក្នុងចំការរបស់យើងទៅតាមប្រព័ន្ធឬក៏ការធ្វើរស្មីសំយោគតាមស្លឹកហ្នឹងជាប្រចាំចង់និយាយមានថាវារៀងរាល់ថ្ងៃបាទអត់មានថ្ងៃណាមួយដែលអត់ស្រូបជីទេគ្រាន់តែការស្រូបទាញយកមកទុកនៅក្នុងខ្លួនដើមដងរបស់វាហើយវាបញ្ចេញវិញទៅដែរមានន័យថាវាត្រូវតែការធ្វើរស្មីសំយោគឬក៏ការបញ្ចេញធម្មពលដើម្បីផលិតនៅក្នុងទឹកជ័រហ្នឹងបាទអញ្ចឹងការបង្កើនជីក្នុងចំការគឺជារឿងសំខាន់ហើយដល់ពុកម៉ែបងប្អូនផ្ទុយទៅវិញគឺយើងអត់បានបង្កើនជីក្នុងចំការទេប៉ុន្តែយើងបានតែយកជីទៅបង្កើនផលតែមួយវគ្គទេបាទអញ្ចឹងកន្លែងហ្នឹងគឺយើងក្នុងការឲ្យស្គាល់ជីនៅក្នុងចំការឬក៏អាជីពបង្កើនផលភ្លាមហ្នឹងនៅក្នុងបច្ចេកទេសកសិកម្មយើងឲ្យពុកម៉ែបងប្អូនបានស្គាល់គឺមានពីរជីបាទគេគាត់ស្គាល់ច្បាស់គឺជីគីមីបាទគីមីឬក៏ជីប្រសាសហ្នឹងគឺជាពពួកជីដែលផ្ដល់ទិន្នផលឬក៏បង្កើនផលទៅដល់កស៊ូភ្លាមបាទហើយកស៊ូជីមួយទៀតគឺជីដែលវាផ្ដល់ផលទៅដីបាទឲ្យធម្មពលទៅដីឲ្យជីទៅដល់ដីឲ្យដីនឹងអ្នកផ្ដល់សារធាតុចិញ្ចឹមមកវិញហើយវាខុសគ្នាតែម៉េចនៃចំណុចសំខាន់ដែលជីផ្ដល់ទៅដល់ដីនិងជីបង្កើនទិន្នផលវាចំណុចសំខាន់ត្រង់ថាជីបង្កើនទិន្នផលបើលោកបរិយប្រើទៅភ្លាមពឹបកស៊ូយើងមានសុខភាពល្អដីយើងមានធម្មពលអាស៊ីតវាធ្លាក់ចុះទាបហើយpHវាខ្ពស់មកវាធ្វើឲ្យកស៊ូនឹងបានកោនទិន្នផលយកតែម្ដងចាប់យកជីនឹងមកឲ្យទឹកជ័រខ្លាំងតែម្ដងតែផ្ទុយទៅវិញដីចការកស៊ូរបស់ពុកម៉ែបងប្អូនបែរទៅជាដីរឹងក្តាំងជាពិសេសដីសកស៊ូដាំលើដីសដីរឹងក្តាំងដីដែលបាត់បង់ជីជាតិដីដែលមានអាស៊ីតខ្ពស់ pH ធ្លាក់ទាបអញ្ចឹងពេលដែលយើងប្រើអាជីបង្កើនទិន្នផលបែបគីមីហ្នឹងវាអត់ចាប់យកទេបាទហើយអត់ចាប់យកហ្នឹងសួរថាជីដែលយើងដាក់ទៅហ្នឹងទៅណាវាហើរតាមខ្យល់ចោលហើយរយៈពេលតែមួយសប្តាហ៍ឬក៏យ៉ាងយូរមួយខែហ្នឹងក៏អស់លីងមកអាស្រូបចូលនៅក្នុងផ្ទុកនៅក្នុងខ្លួនក៏អត់បានអាវាដើម្បីបង្កើនធម៌ពលក៏អត់បាននេះកន្លែងនេះដែលជាចំណុចដែលខ្ញុំចង់ចែករំលែកថាតាមពិតបើយើងចង់ប្រើជីបង្កើនឲ្យកស៊ូភ្លាមហ្នឹងគឺយើងត្រូវប្រើអាចយ៉ាងហោចណាស់មួយឆ្នាំ2 ទៅ 3 ដងបាទអញ្ចឹងមានន័យថាអាច4 ខែម្ដងបាទ4 ខែម្ដងឬក៏នៅក្នុង10 ខែហ្នឹងគឺយើងប្រើ3 ខែម្ដងទៅបាទព្រោះយើងកស៊ូជា10 ខែបាទឬក៏9 ខែជាងឬក៏ជា10 ខែហ្នឹងបាទអ្នកខ្លះជាដល់ជាង10 ខែទៀតនោះឲ្យសម្រាប់តែពេលតែអត់បាន1 ខែផងអញ្ចឹងកន្លែងហ្នឹងដែលយើងចំណុចសំខាន់ថាយើងឲ្យវាចំគោលដៅបាទហ្នឹងគឺជីសម្រាប់បង្កើនទិន្នផលដូចជាជីគីមីដែលខ្ញុំលើកឡើងមិញអញ្ចឹងឲ្យតិចតែយើងឲ្យញាប់បាទកុំឲ្យយកអាជីឧទាហរណ៍ថាយក3 គីឡូយកទៅដាក់ទៅចំពេលកស៊ូអត់ទទួលយកបាទវាថាអាកាសធាតុភ្លៀងខ្លាំងឬក៏អាកាសធាតុអាប់អួរខ្វះពន្លឺមេឃរលឹមមេឃគេហៅថាបាត់បង់នៅធម៌ពលរបស់កស៊ូដែលវាអត់អាចស្រូបយកបានអញ្ចឹងយើងបាចជីនឹងទៅគឺវាចោលអញ្ចឹងកន្លែងនេះគឺជាចំណុចសំខាន់មួយចង់ចែកម្លែកដល់ប្រជាកសិករយើងឲ្យគាត់យល់ដែរបាទឲ្យគាត់យល់ពីព្រោះបញ្ហាទាំងអស់នេះប្រជាកសិករយើងតែងតែបដោតថាមិនបានប្រើជីឲ្យមួយឆ្នាំទៅមួយឆ្នាំប្រើកើនទៅតែទិន្នផលចេះតែធ្លាក់ចុះកាំងជាប់ប្រេះសបកដោយសារឥទ្ធិពលរបស់ជីនៅក្នុងលក្ខណៈបច្ចេកទេសនៃជីគីមីគឺមានអាសូតមួយដែលជាបញ្ហាធំមិនថាតែដំណាំកស៊ូគឺអាសូតវាកាលណាតែយើងប្រើខ្លាំងឬក៏វាបង្កើតអាសូតខ្ពស់វាធ្វើឲ្យអាស៊ីតហ្នឹងវាកើនឡើង pH វាធ្លាក់ទាបវិញអញ្ចឹងកាលណាតែ pH ធ្លាក់ទាបអាស៊ីតកើនឡើងឬកស៊ូរបស់យើងទៅជាពុកទៅជាកាំងទៅជាអត់ស៊ីជីទេកន្លែងហ្នឹងគឺសូមឲ្យវិជាកសិករយើងគឺយល់អញ្ចឹងជីដែលមានឥទ្ធិពលដើម្បីទៅកាត់បន្ថយនឹងជំងឺប្រេះសបកហៀជ័រនិងជំងឺផ្សេងដែលបង្កើនទឹកជ័រកស៊ូហ្នឹងដែលវាជួយធម៌ពលជាប្រចាំថ្ងៃហ្នឹងគឺជីធម្មជាតិបាទអញ្ចឹងជីធម្មជាតិកសិករយើងក៏ស្គាល់ហើយដែរគឺពេលខ្លះគាត់ប្រើលាមកសត្វគោ
ហ្នឹងគឺនិយមបំផុតសម្រាប់ការកស៊ូប៉ុន្តែសួរថាការប្រើលិមួកសัตว์គូបើជាកសិករយើងដែលបានប្រើហើយហ្នឹងខុសបច្ចេកទេសទៅទៀតខុសទៅទៀតបាទខុសរបៀបម៉េចចងនៅបេមកបាទបេខ្លះពុកផុយបើបេខ្លះបេឡើងស្អាតមកបេបែផ្លាស្ទិកហ្មងបាទរឹងបើសឹងថាទឹកភ្លៀងមកអត់ចូលផងបាទទឹកភ្លៀងមកគឺភ្លៀងកំមកអត់មានជ្រាបចូលអញ្ចឹងពេលដល់ភ្លៀងឡើងមកមេធំទៅវះបេដើម្បីមើលអាចគួរអត់មានសើមឯបន្តិចអញ្ចឹងបើសិនជាទឹកសំបីតែទឹកភ្លៀងអត់ទាំងចូលផងវាមានអីប្រតិកម្មមួយអាចគោហ្នឹងដើម្បីឲ្យផ្ដល់ជីទៅឲ្យដីបាទអញ្ចឹងបើសិនយើងជ្រុលមានអាចគោទៅដាក់ក៏វាមិនខុសដែរកាត់ដណ្ដើវាឆ្កូនបន្តិចមកហើយយើងឲ្យបាក់ធ្វើម៉េចឲ្យវាទៅចូលនៅក្នុងដីឬក៏ពេលដែលភ្លៀងមកវាប្រតិកម្មវាបំបែកខ្លួនហើយគ្រាន់តែយើងស្លាប់មេរោគវាដោយការប្រើម្សៅកបាបាទកបោកសិកម្មដែលពួកកាល់ស្យូមកាបូណាតហ្នឹងយើងរួយពីលើវាទៅឬក៏ច្វល់មួយវាទៅដើម្បីកុំឲ្យវាបំលែងទៅជាផ្សិតហើយវាប៉ះពាល់ទៅដល់ដំណាំកស៊ូរបស់យើងអញ្ចឹងឥឡូវនេះក៏ជាចំណុចមួយដែរដែលចង់ជំរាបជូនទៅកសិករយើងថាមានធនធានទៅទិញអាចគោយកមកដាក់ខុសទៀតអានេះជីធម្មជាតិមួយដែរប៉ុន្តែអ្វីដែលសំខាន់នោះជីធម្មជាតិវាបានបែងចែកជាជីធម្មជាតិដែលកំណត់ NPK បាទដូចលិមួកសัตว์គោមិញនេះគឺវាអត់បានកំណត់ NPK ច្បាស់លាស់ទេវាអាចមានតែអាសូតឬក៏អាធាតុផ្សេងតិចតួចដោយសារចំណីរបស់គោដែលស៊ីទៅបាទយើងអត់ដឹងថាអាចគោនោះជាអាចគោចំណីដែលគេឲ្យស៊ីបែបចំណីឬក៏អាចគោដែលវាទៅស៊ីស្មៅស៊ីច្រាំងស្រូវអីចឹងបាទអញ្ចឹងបើសិនជាអាចគោឲ្យចំណីវាអាចមានឥទ្ធិពលនឹងធម៌ពលយ៉ាងខ្ពស់តិចទៅប៉ុន្តែបើអាចគោយើងគ្រាន់តែទៅស៊ីស្មៅកាកសំណល់ផ្សេងវាអាចទាបចឹងទៅអញ្ចឹងឃើញគាត់លិមួកសัตว์តែមួយគឺអត់អាចកំណត់ NPK ឲ្យធាតុរបស់វានឹងកម្រិតណាទេហើយយើងចេះតែចាំថាអាចគោយកទៅដាក់1 បេអាចគោយកទៅដាក់2 បេប៉ុន្តែមានបានកំណត់ថាអាចគោនោះវាបានទៅត្រួតពិនិត្យថាតើអាចគោមកពីប្រភពណាបាទអានេះគឺសំខាន់ប៉ុន្តែវាសម្រាប់ជីធម្មជាតិនៃលក់នៅលើទីផ្សារជាពិសេសហ៊ុយយន្តកសិកម្មយើងបាទដែលលោកបដីដឹងហើយថាយើងមានក្រុមហ៊ុនធំមួយបាទសម្រាប់ស្រុកខ្មែរយើងដែលលោកអគ្គនាយកដែលបានសិក្សាในការបំលែងកែច្នៃពពួកកាកសំណល់លិមួកសัตว์ឬក៏កាកសំណល់ផ្សេងឲ្យคล้ายទៅជាជីដែលមានគុណភាពហើយកំណត់ NPK បានហើយអ្នកខ្លះសួរថាអាចគោដូចតែគ្នាលិមួកសัตว์ដូចតែគ្នាចេះតែថាកំណត់ NPK បានកំណត់យ៉ាងម៉េចបាទយើងកំណត់ដោយការយកបាទលិមួកសัตว์ដែលយើងកំណត់ទិញយកមកកំណត់ NPK ហ្នឹងគឺពពួកមន់ពងមួយបាទលិមួកមន់ពងយើងអត់ទៅយកដូចកសិករយើងចេះតែទៅទិញមន់សាច់មន់អីមកឬក៏មន់តាមគេហៅតាមស្រុកតាមភូមិទេយើងយកកំណត់នៃមួយធំជាងគេមកគឺមន់ពងតែម្ដងអូខេអញ្ចឹងយើងមន់ពងវាមានប៉ូទីនរបស់វាខ្ពស់មកដែលអាចកំណត់ NPK មួយបានដែរបាទទី2យើងមានធាតុហ៊ុយមិចដែលវាមានតួនាទីកំណត់សារធាតុមួយនៅក្នុងជីនឹងមួយទៀតដែរទី3យើងមានពពួកម្សៅឆ្អឹងសត្វធាតុអូខេយើងដាក់មកដើម្បីកំណត់នៃសារធាតុមួយពពួកកាល់ស្យូមប៉ូតាស្យូមអីចឹងទៅបាទយើងមានសារធាតុពពួកបៃអូឆាគេហៅខ្ជុំកាមបាទជួយការកំណត់នៃសំណើមឬក៏កំណត់នៃការបំបែកខ្លួនរបស់ OM យើងមានការសំណល់ពពួកបៃតងគឺជាពពួកបន្លែជាដើមបាទព្រោះក៏ពពួកដើមកណ្ដៀងខេតដើមនិយាយទៅថាពួកកាកសំណល់បៃតងដែលយើងយកមកដាក់វារួមផ្សំដែលជាពពួកដែលជួយទៅដល់ពពួកមីកូធាតុពពួកមីកូធាតុអញ្ចឹងនេះគ្រាន់ខ្ញុំលើកទូថាការកំណត់ NPK គឺគេកំណត់បែបហ្នឹងបាទអញ្ចឹងយើងយកមកមានបរិមាណចំនួនតោនច្បាស់លាស់បាទលិមួកសัตว์មន់ពងហ្នឹងប្រមាណតោនដើម្បីផលិតជីមកវិញបាន1តោនបាទប្រមាណគីឡូដើម្បីផលិតជីមកវិញបាន1តោនមកវិញហ្នឹងហើយពពួកកាកសំណល់ឆ្អឹងសត្វធាតុប្រមាណពពួកហ៊ុយមិចប្រមាណពិសេសទៅទៀតនោះយើងកំណត់នៃការបាញ់បាយអូមេជីបាទបាយអូ OM ហ្នឹងគឺវាជួយការបំលែងនិងការបង្កើតពពួកគេហៅបាក់តេរីល្អឬក៏គេហៅថាផ្សិតល្អដើម្បីជួយទៅដល់ការបណ្ដុះនៃកោសិកានៃសរីរាង្គនៅក្នុងជីហ្នឹងបាទហើយយើងបានទៅសម្លាប់មេរោគដោយ control ជាមួយនឹងការចិញ្ចឹមសារធាតុចិញ្ចឹមនៅក្នុងហ្នឹងយើងអត់មានគិតថាអ្នកខ្លះចង់បានតែគ្រាប់ស្អាតគ្រាប់មូគ្រាប់រឹងតែគេដុតងាប់អស់លេងគេដុតឆ្លោចអស់លេងមកដោយសារការផលិតនៃម៉ាស៊ីនវាអត់មានសីតុណ្ហភាពគ្រប់គ្រាន់បាទសមស្របអញ្ចឹងម៉ាស៊ីនវ៉ាហ៊ុយយន្តគឺម៉ាស៊ីនស្វ័យប្រវត្តិដែលយើង control តាំងពីកម្ដៅនៃការដុតឡើងបាទព្រោះពេលខ្លះយើងឲ្យចង់ឲ្យយល់ថាជីធម្មជាតិមិនគួរចគ្រាប់រឹងដូចដុំថ្មទេពីព្រោះការដុតរបស់វាកាលណាតែរឹងគឺស្ងួតខ្លាំងវាធ្វើឲ្យងាប់ប្រទេសសរីរាង្គបានអានេះគឺជាចំណុចមួយដែលយើងហៅថាកំប៉ុស្តជីដែរតែយើងយកពពួកធម្មជាតិហើយអាពួកធម្មជាតិហ្នឹង
វាជួយទៅដល់ដីបង្កើតជីវៈនៅក្នុងដីបន្ថែមទៀតណែយកអាផ្សិតល្អដើម្បីទៅលុបបំបត្តិអាពពួកផ្សិតចង្រៃនៅក្នុងដីហើយវាបង្កើតអាពួកអតិសង្គមប្រាណល្អសរីរាង្គហ្នឹងបង្កើតមកឲ្យកស៊ូរបស់យើងស៊ីប្រចាំហើយអញ្ចឹងការប្រើជីធម្មជាតិសរីរាង្គនៅក្នុងដីឬក៏ដើមមួយឆ្នាំធ្វើម៉េចឲ្យបាន2ដងនេះបាទពិសេសមែនទែនគឺវានឹងកើនទឹកជ័រនៅខ្លួនឯងហើយកស៊ូយើងនឹងមានសុខភាពល្អជាពិសេសនិរន្តរភាពរបស់ដីប៉ុន្តែអ្វីដែលសំខាន់នៅក្នុងថ្ងៃនេះអ្វីដែលយើងចង់ឲ្យដីឬក៏បង្កើតជីនៅក្នុងចំការមកនេះបាទការប្រើសរីរាង្គឬក៏ជីធម្មជាតិឯងវាទៅបង្កើតជូលេនអញ្ចឹងបានយើងចាស់ពីដើមចេះនិយាយថាអូដាក់ជីធម្មជាតិឃើញមានអាចលេនច្រើនអញ្ចឹងអាចលេនហ្នឹងគឺជាធាតុមួយដ៏សំខាន់ដែលវាទី1វាមានតួនាទីទៅចោះរុនខ្យល់ដីបាទដីរឹងក្តាំងក៏ទៅជាដីផុសធូរទី2វាទៅស៊ីកាកសំណល់គ្រប់បែបយ៉ាងទាំងអស់ដែលវាឆ្មាទោសគេហៅជុកអាចមកវិញហ្នឹងបាទដែលជាអាចដែលជាជីអញ្ចឹងជីដែលមានគុណភាពនៅក្នុងដីឬក៏ជីធម្មជាតិដែលមានគុណភាពគឺជាជីផ្ដល់ចំណីទៅឲ្យអាពួកអតិថិជនប្រាណល្អគឺជាពពួកចលៀនជាដើមហើយអានឹងដែលជុះមកចេញជាជីមកវិញអញ្ចឹងវាបន្តដូចគេហៅថាវត្តកាវាវិលជុំអញ្ចឹងមានអាជីដែលយើងដាក់ទៅកស៊ូក៏បានស៊ីភ្លាមវាទៅបង្កើតឲ្យចតិធម្មការនោះបន្តជីមកឲ្យទៀតអញ្ចឹងមួយឆ្នាំពេញហ្នឹងសឹងថាវាជួយមកបង្កើតសរីរាង្គនៅក្នុងដីអញ្ចឹងជីធម្មជាតិនេះគឺសំខាន់មែនទែនអញ្ចឹងមានន័យថាដាក់ជីទៅបង្កើតចលៀនទៅបង្កើតអាជីវៈឬក៏សត្វដែលមានប្រយោជន៍នៅក្នុងចង្ការកស៊ូកុំទៅដាក់ជីសម្លាប់អាពួកអស់ហ្នឹងព្រោះសម្លាប់អាពួកអស់ហ្នឹងដែលពុកម៉ែបងប្អូនប្រើជីច្រើនឬក៏ប្រើជីមួយផ្លែតទៅហ្នឹងបានកើនទិន្នផលតាមមួយខែធ្លាក់វិញក្រឹបបាទធ្លាក់វិញក្រឹបហើយធ្វើឲ្យកស៊ូកាំងជ័រប្រេសបកបែកជ័រតាមដើមវិញជាដើមបាទហើយអ្វីដែលសំខាន់មួយទៀតដែលបង្កើតជីក្នុងចង្ការពុកម៉ែបងប្អូនយើងតែងតែឃើញឥទ្ធិពលរបស់កស៊ូគឺល្អមែនទែនគឺការជំរុះស្លឹកបាទកស៊ូតេតហ្នឹងគឺជំរុះស្លឹកបាទជំរុះស្លឹកអញ្ចឹងសួរថាស្លឹកកស៊ូហ្នឹងវាជាចំណែកមួយនៃការពុកផុយគឺคล้ายទៅជាជីប៉ុន្តែយើងរាល់ថ្ងៃនេះពេលខ្លះយើងអត់បានបង្កើតការសំណល់คล้ายទៅជាជីវាគ្រាន់តែទៅឲ្យវាបំលែងចោលទៅជាធម្មពលចង្ការកើតទៅជាផ្សិតបាក់តេរីចង្រៃទៅវិញបាទបាក់តេរីចង្រៃគឺទៅពពួកផ្សិតដែលធ្វើឲ្យរឹសពុកឬអាលៀកឬអីហ្នឹងហើយដោយសារកាកសំណល់ប្រតិកម្មជាមួយអាស៊ីតទឹកភ្លៀងកាកសំណល់ប្រតិកម្មជាមួយនឹងអាស៊ីតថ្នាំស្មៅដែលពុកម៉ែបងប្អូនតែងតែយកទៅបាញ់អីជាដើមហ្នឹងអញ្ចឹងដើម្បីកុំឲ្យកាកសំណល់នៅក្នុងចម្ការរបស់យើងជាពិសេសកស៊ូហ្នឹងខ្ញុំណែនាំឲ្យពុកម៉ែបងប្អូនធ្វើកំប៉ុស្តក្នុងចម្ការបាទអញ្ចឹងមានន័យថាគ្រាន់តែធ្វើកំប៉ុស្តក្នុងចម្ការចំណេញសរីរាង្គ OM នៅក្នុងចម្ការឲ្យបានគ្រាន់តែប្រើកវ៉ៅមួយគត់បាទកវ៉ៅកសិកម្មពុកម៉ែបងប្អូនបាទសំខាន់ណាស់សម្រាប់ដីបង្កើតសរីរាង្គរបស់ដីឬក៏វារក្សាតលរយៈភាព pH អញ្ចឹងមានន័យថាការបាចកវ៉ៅទៅការប្រែប្រួល pH ក្នុងមួយឆ្នាំ2ដងឬក៏3ដងតាមរយៈទឹកភ្លៀងឬក៏តាមរយៈការប្រើកាកសំណល់ផ្សេងៗហ្នឹងគឺកវ៉ៅទុកបានមានន័យថាឲ្យអា pH ហ្នឹងប្រែប្រួលឯងបាទអញ្ចឹងអាស៊ីតរបស់វាកាលណាតែ pH អត់ប្រែប្រួលអាស៊ីតរបស់វាត្រូវតែធ្លាក់ទាបអត់ឲ្យអាស៊ីតនឹងកើនឡើងបានកាលណាអាស៊ីតកើនឡើងវាបំផ្លាញដល់ប្រព័ន្ធឬវាធ្វើឲ្យរឹសពុកឬផុយឬអត់ចាប់ CG បាទវាបង្កើតពពួកគេហៅថាដីរបស់យើងមានពពួកក្រុមជាតិពុលមិនថាអាលុយមញោមមិនថាពពួកដែកមិនថាពពួកកវ៉ោកាសូបឌីតុកស៊ីតនៅក្នុងដីអញ្ចឹងវាធ្វើឲ្យឬនឹងអត់ស្រូប CG ហ្មងបើយើងចេះថាដាក់ជីទៅមិនក៏រុក្ខជាតិមិនស៊ីចុះពពួកនោះជារបាំងការពារអស់ហើយបាទហើយពិសេសកស៊ូដើមលើដីសសម្បូរអាពួកតកែបាទដែលស្គាល់លោកបរិយអតកែទីទូចឹងណាអតកែតូចក៏ខ្ញុំចាប់យកមកជុលគ្នាអញ្ចឹងអាពពួកនេះគឺចំណៃរបស់វាដឹងស្អីគេគឺរឹសកស៊ូខ្ចីបាទអញ្ចឹងកស៊ូគ្រាន់តែលាស់រឹសខ្ចីមកពុបអានោះទៅស៊ីបើសិនជាអានឹងមានវត្តមានច្រើននៅក្នុងចង្ការរបស់យើងអញ្ចឹងមួយសៅកវ៉ោមួយនេះគឺវាលុបបំបត្តិពពួកអស់ហ្នឹងមិនថាកាឌៀមិនថាពពួកមិញតកែនៅក្នុងនេះឬក៏តកៅស្បាយអញ្ចឹងការប្រើកវ៉ោសំខាន់ណាបាទត្រូវគិតមុនគេប្រទេសអភិវឌ្ឍនៅក្នុងវិស័យកសិកម្មគឺម្សៅកវ៉ោនេះគឺគេយកមកគិតមុនគេមានតែសម្រាប់មេរោគដីឬក៏ទប់ស្កាត់ពពួកកាកសំណល់ដែលស្រស់ឬក៏កាកសំណល់ពុលឲ្យបំលែងទៅជាកំប៉ុស្តជីបាទអញ្ចឹងការធ្វើកំប៉ុស្តនៅក្នុងដីនេះគឺរឿងសំខាន់ហើយយើងដឹងហើយថាស្អីដែលជាឥទ្ធិពលក្នុងការបង្កើនផលគឺឫសបាទឬក៏ស៊ូដំណាំគឺសំខាន់ស្លឹកធ្វើរស្មីសំយោគយ៉ាងម៉េចក៏ដោយគឺបញ្ជាមកប្រព័ន្ធឬដើម្បីឲ្យវា CG អញ្ចឹងឬបើសិនជាវាដុសតិចឬវាចាស់ឬវាកាំងសួរថាមានស្អីដែលទៅឲ្យកស៊ូដែលវាកើនជាប់មកបានអញ្ចឹងដើម្បីបំពេញឲ្យរឹសដែលមានធម្មពលរឹសដែលវាខ្លាំង
và phục mang ôn cao bị bờ cầm bọc chi thưa cầm bọc nông ca đôi bờ cầm vào rồi có bờ chi thò mà chiết đặt đầm bay bạc cao ô âm rồi có bạc cao sẽ riêng vào đấy rồi đầm bay bạc đỏ tham phổ đấy dương con là bạc cao đôi đôi ca bờ hôi mịch bà chứ hôi mịchนี่คือสำคัญเหมือนแต่วิจิประเภทใดดึกเนี่ยกับว่าวไม่ใช่ประเภททมอกับฮาโพสฟาสแต่วิอัติโปไว้กับฮาเซลาเมว่าใดจึงทมอได้ปลุกพอยยังมือด้วยจิตดมทมอมวยแต่นี่จังปันใต้ปีแต่ยังกันตั้งแต่ปีดักโจดได้คือว่ามันกะสำนอสอะไรใดจังวิปดอยติโปดอดได้พอถูมวยที่คือหอยมิดนี่ก็ใช่ประเภทใดดึกเนี่ยแล้วก็ซาแต่เทียแต่การเจงปีการจำรันปีใดดึกเนี่ยจังวิช่วยแต่ดอดใดดึกนี่เอาใดพอถูประกาศรู้รกchiếnให้បានច្រើនអញ្ចឹងបានហួយយន្តកសិកម្មយើងបង្កើតពពួក bio ហួយមិចឬក៏យើងហៅថាជា super ជំរុញរឹសហ្នឹងអញ្ចឹងអានេះគឺជាយើងតែត្រូវយកទៅបាញ់វាបាទយើងចំណាយការបាញ់បើវាបើសិនបានមួយខែម្ដងគឺអស់ចាមែនតើមានន័យថាបាញ់ម្ដងវាបង្កើតរឹសថ្មីជាបន្តបន្ទាប់ហើយពពួកធម្មជាតិនេះយើងអត់គិតថាអូយដាច់ទឹកភ្លៀងហើយបាញ់អត់កើតគេបាញ់ដើម្បីបង្កើននិងបំពេញទៅឲ្យដីនឹងទទួលនៅសំណើមបាទទទួលនៅសំណើមដូចជាក់ស្ដែងការពីថ្ងៃទី18ខែមករាកន្លងមកនេះមានបងមួយដែលធ្វើចន្ទទីដែលគាត់គាំង100ហាត់ណាបាទនៅខាងប្រៃប្រសពយើងនេះបាទនៅខាងគីឡូ30បាទខេត្តកញ្ចេះនេះគាត់បានដោះស្រាយជាមួយបាយអូហុយមិចបើយើងគឺគាំង100ហាត់តែម្ដងមានចេញផ្កាមានចេញធំបីតែត្រួយគឺដូចដើមងាប់ចឹងនៅពេលដែលគាត់យកទៅបាញ់ប៉ុប3ថ្ងៃក្រោយមកចន្ទទីដុសត្រួយមកហើយលាស់ផ្កាមកតែម្ដងឥឡូវចេញបាន 90% អូខេអញ្ចឹងមានន័យថាឬកស៊ូដូចគ្នាមិនថាពេលដែលវាស្ងួតពេលដែលវាគាំងដោយសារការពុកឬទេយើងប្រើហុយមិចហ្នឹងគឺសំខាន់ហើយបាញ់វាស្រួលបាញ់មកពីដង2លីត្រលាយទឹក 2000 លីត្របាញ់យ៉ាងជោគតិចទៅបាទបាញ់យ៉ាងជោគអញ្ចឹងអនុវត្តមួយខែម្ដងហើយខ្ញុំធានាជូនថាការកើនទឹកជ័រវានឹងប្រសើរឡើងចំណុចទី2គឺប្រើឲ្យយើងដឹងថាយើងជាជ័រតាមណាមើលលោកបរិយតាមសបកអញ្ចឹងយើងត្រូវគិតនៅការបង្កើនគុណភាពសបកបាទគុណភាពសបកកស៊ូនេះត្រូវតែសំខាន់ហើយបើយើងសបកឡើងពុកឡើងផុយឡើងកណ្ដៀលឡើងក្រាំងអស់សួរថាស្អីទៅផលិតទឹកជ័របាទនេះគឺជាចំណុចសំខាន់មួយខ្ញុំទៅប្រទេសជិតខាងយើងខាងវៀតណាមបាទខ្ញុំទៅសិក្សាពីកស៊ូ copper sulfate នេះគឺឬក៏យើងហៅទងដែនស៊ុលភួរនេះសំខាន់ហើយគឺជាបេះដូងរបស់កស៊ូហ្មងគេត្រូវបាញ់លើសបកវាដើម្បីឲ្យសបកទុនដើម្បីឲ្យវាបង្កើនទឹកជ័របាទដែលយើងហៅថា super doctor របស់យើងហ្នឹងបាទសំខាន់ណាស់បាទពុកម៉ែបងប្អូនបាទគឺចំការកស៊ូត្រូវទៅបង្កើនគុណភាពសបកកស៊ូឲ្យសបកទុនសបកមានសំណើមហើយព្យាបាលទៅលើជំងឺប្រេះសបកហៀជ័រជំងឺពុកសបកហើយការបាញ់ copper sulfur នេះណាក៏វាអត់ឲ្យកណ្ដៀលឡើងដែរបាទហើយការបាច់កបោនិងការលាបគុលកបោមកបន្តិចនេះប្រហែលជាមួយទឹកពីគុលនេះណាពុកម៉ែបងប្អូនទោះជាកស៊ូចាប់ដើមបើកមុខជាក៏ដោយបាទយើងលាបតែប្រហែលជាមួយទឹកពីគុលគឺកណ្ដៀលឡើងគាត់នេះកបោគេបាច់ដីហើយលាបគុលបន្តិចមកអាកន្លែងយើងអត់ជាហ្នឹងគឺជាកុំឲ្យវាដូចយើងគូសដីសអញ្ចឹងបាទកុំឲ្យវានេះហើយយើងបាញ់តែពពួកទងដែនស៊ុលភួរហ្នឹងមកគឺពិសេសមែនតើអញ្ចឹងសបកទុនបង្កើតទឹកជ័របង្កើនសំណើមនៅក្នុងដើមអូតូម៉ាទិកហើយកស៊ូយើងត្រូវតែកើនជ័របាទហើយដើម្បីបង្កើនជ័របានហើយវាត្រូវបង្កើនឯមួយទៀតដើម្បីកស៊ូបានតម្លៃកំហាប់ DC នេះគឺជាចំណុចសំខាន់អ្នកខ្លះបានតែទឹកជ័រតែកំហាប់ DC វាអត់មានបាទពេលខ្លះជាពិសេសកស៊ូដាំនៅលើដីសកំហាប់ DC វាត្រូវតែរៀងទៀបអញ្ចឹងដើម្បីកុំឲ្យវាទៀបឬក៏យើងឲ្យរក្សា DC ឲ្យបានខ្ពស់យើងត្រូវតែប្រើជីបង្កើន DC វាអញ្ចឹងបានហួយយន្តកសិកម្មរបស់យើងមានពពួកក្រុមអូម៉ូនដើម្បីជួយផលិត DC វា super ផ្កាផ្លែឬក៏គេហៅ super ជំរុញ DC ជ័រហ្នឹងបាទអញ្ចឹងយើងបាញ់វាជាមួយនឹង copper sulfur ហ្នឹងឲ្យបានមួយខែតែម្ដងទៅបាទมันបានមួយសប្តាហ៍ម្ដងក៏សូមឲ្យបានមួយខែម្ដងបាទអញ្ចឹងពុកម៉ែបងប្អូននឹងបានចាចំណុចដែលសំខាន់នៃការកើនទឹកជ័រក៏ដូចព្យាបាលជំងឺដែលលោកបរិយបានលើកពីខាងដើមផងដែរបាទអរគុណច្រើនមែនតើបងប្អូនប្រហែលជាបានជ្រាបហើយលោកគ្រូជំរាបជូនអស់ហើយប៉ុន្តែបើសិនជាបងប្អូនយើងនៅមានចម្ងល់ថានៅមានចម្ងល់ដែលផ្ទាល់ខ្លួនរបស់គាត់ណាធម្មតាខ្ញុំអ្នកអនុវត្តនៅក្នុងចក្រាកស៊ូខ្ញុំអត់ដឹងទេបាទប៉ុន្តែបើសិនជាពួកគាត់អ្នកធ្វើគាត់អនុវត្តជាក់ស្ដែងគាត់ដឹងបាទពីពេលវេលាបាទពេលដែលបង្កបញ្ហាដែលអត់ងាយនឹងការដោះស្រាយអញ្ចឹងចង់រំលឹកឡើងនៅក្នុងកម្មវិធីនេះដែរបងប្អូន
ថ្ងៃទី28បាទក្រុមហ៊ុនរថយន្តនឹងបង្កើតជាកម្មវិធីមួយផ្ដោតលើកស៊ូហ្នឹងហើយបាទអញ្ចឹងអាចជាមានវត្តមានលោកគ្រូនិងលោកបណ្ឌិតមកសុភាវាសនាដែលជាអ្នកឯកទេសទៅលើដំណាំកស៊ូហើយបងប្អូនអាចចុះឈ្មោះចូលរៀនបានអាចតាក់ទងតាមរយៈលេខទូរស័ព្ទមានបង្ហាញនៅលើកញ្ចក់នៃការផ្សាយនេះហើយបងប្អូនរបស់យើងកុំភ្លេចអាចថាមកចូលរៀននៅថ្ងៃនោះនឹងទទួលបាននៅការទេសនារោងចក្រផលិតជីវយន្តទៀតបាទហើយមានទំនុកចិត្តបន្ថែមរោងចក្រដែលផលិតធាតុជោបាទហើយជួបជាមួយនឹងវាគ្មិនដ៏មានដំណោះស្រាយជូនបាទហើយនឹងមានអ្នកកែច្នៃទៀតអ្នកកែច្នៃកម្មវិធីនោះគឺផ្ដោតទៅលើជំនួបអ្នកកែច្នៃបាទអ្នកផ្ដល់ទុនហើយនឹងមួយទៀតហ្នឹងគឺអ្នកគុតគង់បាទអ្នកគុតគង់អញ្ចឹងគឺបងប្អូនយើងនឹងមកចូលរួមនៅក្នុងថ្ងៃហ្នឹងគឺខ្ញុំគិតថាទទួលបានច្រើនហើយដូចជាមានការតាំងបង្ហាញផលិតផលខ្មែរច្រើនទៀតក្នុងផងដែរអរគុណអញ្ចឹងគឺកម្មវិធីនៃការជជែករបស់យើងក៏បានមកដល់ទីបញ្ចប់ដែរហើយជុំវិញជាមួយនឹងព័ត៌មានបន្ថែមបងប្អូននឹងអាចសាកសួរបន្ថែមតាមរយៈ page ឬក៏តាមរយៈលេខទូរស័ព្ទ Telegram ស្រាប់នៅក្នុងវីដេអូនៃការផ្សាយនេះអរគុណហើយក៏ដល់ទីបញ្ចប់អរគុណសម្រាប់លោកគ្រូក្នុងការចែកម្លែកក៏ជាក្បោះខ្វាយមែនទែនហើយសង្ឃឹមថាคลิปមួយនេះនឹងជាប្រយោជន៍សម្រាប់បងប្អូនដែលកំពុងតាមដានទស្សនាការផ្សាយរបស់យើងតាំងពីដើមដល់ចប់នេះហើយជូនពរដល់ពុកម៉ែបងប្អូនទាំងអស់ទទួលបាននូវសុខភាពល្អហើយជាពិសេសការធ្វើកសិកម្មឲ្យទទួលបាននូវទិន្នផលកាត់បន្ថយការចំណាយធ្វើឲ្យទិន្នផលខ្ពស់និងទទួលបាននូវប្រាក់ចំណេញផងដែរហើយកម្មវិធីរបស់យើងសន្យាជួបគ្នានៅឱកាសក្រោយខណៈនេះវត្តមានខ្ញុំបាទរួមជាមួយនឹងវាគ្មិនក៏សូមអរគុណនិងសូមគោរពលា